មួយជីវិតនេះពួកគេនៅតែមិនអាចគេចផុតពីវាសនាបានដដែលពេលដែលលោកទី4បានជួយសង្គ្រោះយិនជីងវ៉ានដែលរបួសធ្ងន់បែរជាត្រូវឈឹងជីងជឿរារាំងនៅមាត់ទ្វារយ៉ាងដាច់អហង្ការប្រឈមមុខនឹងការពិតដែលឈឹងជីងជឿមានផ្ទៃពោះបើធៀបនឹងចិត្តទុនលោកទី4មានអារម្មណ៍តច្រកច្រើនជាងឈឹងជីងជឿស្មានថានាងអាចប្រើកូនដើម្បីខាត់លោកទី4ប៉ុន្តែនៅក្នុងចិត្តលោកទី4ពួកគេទាំង3នាក់សុទ្ធតែមានរបួសពេញខ្លួនអស់ទៅហើយមិនគួរណាបន្តធ្វើបាបគ្នាទៅវិញទៅមកបែបនេះទៀតទេគាត់ថែមទាំងភ្លេចរសជាតិនៃក្តីសុខជាយូរមកហើយដូច្នេះគាត់នឹងផ្ដល់ក្តីស្រឡាញ់ជាឪពុកទាំងអស់ទៅឲ្យកូនម្នាក់នេះប៉ុន្តែគាត់នឹងមិននៅជាមួយមនុស្សដែលគាត់មិនស្រឡាញ់ដោយសារតែកូនទេតែបើធៀបនឹងរឿងមនោសញ្ចេតនាពេលនេះពួកគេមានរឿងសំខាន់ជាងនេះដែលត្រូវធ្វើតាមការណែនាំរបស់ជីងវ៉ានលោកទី4បានចូលរួមក្នុងចលនាស៊ូប្រឆាំងជប៉ុនដើម្បីសង្គ្រោះជាតិព្រមទាំងសម័យដល់ថ្ងៃដែលពួកគេទៅរស់នៅយ៉ាងស្ងប់ស្ងាត់ក្នុងព្រៃជាមួយគ្នានៅថ្ងៃអនាគតហើយមុនពេលនោះពួកគេបានរៀបចំពិធីដ៏សាមញ្ញបំផុតមួយតែជាពិធីមង្គលការដែលមានអត្ថន័យបំផុតសម្រាប់ពួកគេប៉ុន្តែរឿងទាំងអស់នេះត្រូវបានឈឹងជីងជឿឃើញច្បាស់នឹងភ្នែកដូច្នេះនៅពេលដែលស៊ូជីនចាំងលើកឡើងពីវិធីធ្វើឲ្យតបត្រកូលឈឹងបរាជ័យដើម្បីរក្សាចំណងអាពាហ៍ពិពាហ៍របស់នាងក៏ចាប់ផ្ដើមស្ទាក់ស្ទើរចំណែកលោកទី4ក៏ដឹងដែរថាការប្រកាសសង្គ្រាមលើកនេះខ្លួននឹងត្រូវលះបង់គ្រប់យ៉ាងហើយគ្មានផ្លូវក្រោយសម្រាប់ដកថយឡើយដូច្នេះគាត់ក៏លួចដាក់ថ្នាំមួយដេកក្នុងស្រាក្រហមរបស់ជីងវ៉ានរួចបញ្ជូននាងនឹងស៊ីនជឿចេញពីឈឹងជើពេលនោះដែរឈឹងជីងជឿបានសម្រេចចិត្តថានឹងស្លាប់ជាមួយលោកទី4និងយិនជីងវ៉ានមិនយូរប៉ុន្មានតបត្រកូលឈឹងក៏រងការវាយប្រហារយ៉ាងសាហាវពីតបជប៉ុនក្រោយពេលជីងវ៉ានភ្ញាក់ដឹងខ្លួនហើយឃើញព័ត៌មានចុះផ្សាយក្នុងកាសែតនាងសុខចិត្តយកជីវិតមកគំរាមដើម្បីត្រឡប់ទៅសមរភូមិស្វែងរកលោកទី4ហើយនៅវិនាទីចុងក្រោយឈឹងជីងជឿក៏ភ្ញាក់រលឹកឡើងវិញនាងសារភាពថាខ្លួនជាអ្នកប្រាប់ផែនការប្រយុទ្ធទៅស៊ូជីនចាំងព្រមទាំងយកខ្លួនទៅរងគ្រោះជំនួសលោកទី4មួយជីវិតនេះនាងបានផ្ដល់ក្តីស្រឡាញ់ទាំងអស់ទៅឲ្យបុរសម្នាក់នេះទោះបីជាជ្រុលហួសហេតុឬខូចខើយ៉ាងណាតែក៏ជាការលះបង់មិនគិតពីជីវិតខ្លួនឯងដែរពេលដែលយិនជីងវ៉ាននិងស៊ីនជឿទៅដល់នីតិហ៊ានសិនបានរបួសធ្ងន់ទៅហើយព្រមទាំងប្រាប់ដំណឹងពីការលះបង់ជីវិតរបស់លោកទី4ជីងវ៉ានបើអូនស្រឡាញ់បងត្រូវរស់នៅឲ្យបានល្អរស់នៅឲ្យមានក្តីសុខ7ឆ្នាំក្រោយមកកម្លាំងចិត្តតែមួយគត់ដែលធ្វើឲ្យនាងរស់បន្តបានគឺពាក្យផ្ដាំផ្ញើដែលលោកទី4បានប្រាប់នាងចំណែកស៊ីនជឿក៏នៅកំដរជីងវ៉ានរហូតមកដែរប៉ុន្តែនៅពេលដែលអ្នកទាំងពីរសម្រេចចិត្តថាចាប់ដៃគ្នាជីងវ៉ានបែរជាឃើញរូបរាងលោកទី4នៅក្នុងភាពយន្តដែលកំពុងចាក់បញ្ចាំងឲ្យតែមានតម្រុយសំបីតែបន្តិចជីងវ៉ានមិនអាចបោះបង់ចោលឡើយដូច្នេះនាងក៏ចេញដំណើរតាមរកលោកទី4ប៉ុន្តែនៅស្ថានីយ៍រថភ្លើងនាងបានជួបនឹងជនពាលស៊ូជីនចាំងក្នុងកាលៈទេសៈបន្ទាន់គេថែមទាំងចាប់ជីងវ៉ានធ្វើជាចំណាប់ខ្មាស់តតែជីងវ៉ានរត់រួចហើយយកកាំភ្លើងភ្ជុងគេទើបគេភ្ញាក់ខ្លួនជីងវ៉ានអូនសម្លាប់បងទៅឪពុកអូនគឺបងជាអ្នកសម្លាប់មូរងហ្វុងក៏បងជាអ្នកសម្លាប់ដែរអូនសម្លាប់បងទៅប៉ុន្តែជីងវ៉ានមិនបានបំពេញបំណងគេទេចុងក្រោយគេក៏ទទួលបានទោសដែលគេសំនឹងទទួលបន្ទាប់មកនៅថ្ងៃដែលពួកជប៉ុនចុះចាញ់យិនជីងវ៉ានបានជួបលោកទី4នៅមាត់ទន្លេប៉ុន្តែលោកទី4បែរជាហៅនាងថាបងស្រីអ្នកមិនស្គាល់ខ្ញុំទេតើអ្នកជានរណាតាមពិតក្បាលរបស់លោកទី4រងរបួសធ្ងន់ធ្វើឲ្យគាត់បាត់បង់ការចងចាំពីមុនទាំងអស់គាត់គ្រាន់តែនិយាយថាខ្លួនជាលោកទី4ហើយថែមទាំងដាំការអគីដេដែលជីងវ៉ានចូលចិត្តបំផុតជីវិតនៅជនបទដ៏ស្ងប់ស្ងាត់នេះគឺជាអ្វីដែលគាត់និងយិនជីងវ៉ានធ្លាប់ប្រាថ្នាចង់បានជាមួយគ្នាតែពេលនេះលោកទី4រស់នៅយ៉ាងសប្បាយរីករាយទោះបីជាគាត់ភ្លេចរឿងរ៉ាវពីមុនអស់ហើយក្តីប៉ុន្តែការចងចាំដែលមិនសប្បាយចិត្តទាំងនោះក៏រលាយបាត់អស់ដែរដូច្នេះពេលនេះបែបនេះក៏ល្អម្យ៉ាងដែរហើយក្តីរំភើបដែលបានជួបគ្នាវិញបែបនេះគឺជាអ្វីដែលយិនជីងវ៉ានមិនហ៊ានស្រមៃពីមុនមកដូច្នេះឲ្យតែឃើញលោកទី4អាចរស់នៅដោយក្តីសុខគឺគ្រប់គ្រាន់សម្រាប់នាងហើយប៉ុន្តែពេលដែលជីងវ៉ានចាក់ចេញនាឡិកាហោប៉ៅមាសនោះក៏ធ្លាក់ចេញមកប្រហែលជាស្នេហាដ៏ស្មោះស្ម័គ្ររបស់ពួកគេបានធ្វើឲ្យទេវតារំជួលចិត្តនាឡិកាមួយនោះបានដាស់ការចងចាំរបស់លោកទី4អំពីជីងវ៉ានទាំងអស់គាត់ហៅឈ្មោះជីងវ៉ានតិចដោយប្រយ័ត្នប្រយែងហើយការអបដែលយឺតយ៉ាវអស់រយៈពេល7ឆ្នាំនោះពេលនេះគឺពោពេញដោយក្តីនឹករលឹកនិងភាពកក់ក្ដៅបងចង់ប្រាប់អូនថាបងស្រឡាញ់អូនជារៀងរហូតជីងវ៉ានមួយជីវិតនេះទោះបីជាស្នេហាមួយនេះជួបឧបសគ្គច្រើនតែសំណាងល្អដែលពួកគេស្រឡាញ់គ្នាខ្លាំងនិងរឹងមាំគ្រប់គ្រាន់ទើបទីបំផុតអាចបញ្ចប់ទៅដោយបរិបូរណ៍